សម្រាប់ Chelsea នៅមិនទាន់អស់រឿងទេប្រិមិត្តតាក់ទងជាមួយនឹងរឿងការពីមុនក្រោមការកាន់កាប់បាទរបស់លោក Abramovich នោះបាទគេកំពុងតែស្រាវជ្រាវបន្ថែមតាក់ទងជាមួយនឹងបាទច្បាប់ហិរញ្ញវត្ថុបាទដែលធ្វើឲ្យបាទកំពុងតែគេហៅថាមានភាពលំបាកលំបិនដែរបាទសម្រាប់ Chelsea បាទហើយក្នុងនោះផងដែរសម្រាប់ Chelsea ទៀតសោតក៏ត្រូវបានបង្ហាញនៅខ្ទង់ចំណាយទៅលើភ្នាក់ងារនោះច្រើនមែនទែនប្រិមិត្តបាទរហូតដល់60លានឯណោះបាទមិនធម្មតាទេដែលគណៈពេលដែលក្រុមធំបាទដូចជា Arsenal បាទដូចជា Man U បាទដូចជា Man City អីគេចំណាយអត់ដល់ហ្នឹងទេបាទប៉ុន្តែ Chelsea គឺចំណាយច្រើនមែនទែនបាទទៅលើភ្នាក់ងារអាចនិយាយបានថាការចំណាយនេះគឺវាច្រើនពេកបាទបើយើងប្រៀបធៀបជាមួយនឹងក្លឹបផ្សេងបាទស្របពេលដែលក្នុងករណីជាច្រើនបាទតាក់ទងជាមួយនឹងបញ្ហាច្បាប់បាទរំលងនៃច្បាប់ហិរញ្ញវត្ថុនោះកំពុងតែស្ថិតនៅការស្រាវជ្រាវផងដែរសម្រាប់ Chelsea ក៏បានបញ្ចេញនូវ statement បន្ថែមដែរថាខ្ទង់ចំណាយនិងចំណូលរបស់គាត់ហ្នឹងគឺអត់មានការលើខ្វះគ្នាទេចំណូលរបស់គាត់ហ្នឹងគឺយកមកគឺបានល្អបាទអាចគ្រប់គ្រងជាមួយនឹងចំណាយបានបាទអត់មានការសោកចូលលួយបន្ថែមចំណូលដែលគ្មានប្រភពនោះទេបាទតែយ៉ាងណាមិញគឺកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតផងដែរបាទស្របពេលដែលរឿងនេះនៅមិនទាន់បានចប់ផងលោក Abramovich កំពុងតែត្រៀមនៅក្នុងប្រព័ន្ធផ្លូវច្បាប់ដើម្បីប្តឹងតទល់ជាមួយនឹង Premier League វិញបាទតាក់ទងជាមួយនឹងការលក់ក្លឹប Chelsea ក្នុងតម្លៃប្រមាណជាង 2000 លានបាទលោក Abramovich នឹងបាទប្រើបាទសិទ្ធិនៅក្នុងការតវ៉ាដើម្បីយកថវិកាទាំងអស់នោះបាទទៅចូលរួមសប្បុរសបាទមានន័យថាអាចនឹងយកទៅដាក់កុមារកំព្រាឬក៏អាចយកទៅជួយទៅដល់ជនរងគ្រោះជាមួយនឹងសង្គ្រាមបាទឬក៏អីចឹងទៅបាទអញ្ចឹងសម្រាប់លោក Abramovich កំពុងតែតតាំងក្តីជាមួយនឹងរដ្ឋាភិបាលប្រទេសអង់គ្លេសហើយបាទអញ្ចឹងមិនធម្មតាទេមិនដឹងតាមចាំមើលតើលោក Abramovich ឈ្នះក្តីនេះដែរឬទេ